ចេះគាត់ចេះមើលថែកូនអីដូរកៅអៅលួងកូនបៅដោះឆុងដល់គោអីចឹងណាគាត់ចាស់ទាំងអស់តាវងចេះទាំងអស់ណោះចាវងចារឿងបោកតោរឿងអីកូនហ្នឹងគឺគាត់អ្នករ៉ាប់រងទាំងអស់បងហើយបើនិយាយពីបញ្ហាឆ្លោះគ្នាដែលបងឆ្ងល់ថាម៉េចពេលឆ្លោះគ្នាខ្ញុំកើតអញ្ចឹងប្រកាសជាមានការឆ្លោះគ្នាពីច្រើនឆ្លោះគ្នាសារកូនបងចាដោយសារខ្ញុំកាចតែគាត់អត់ចង់ឲ្យខ្ញុំសំដីតូចសំដីធំមួយកូនទេចាព្រោះបងដូចខ្ញុំផែចឹងបងមកដល់គាត់ស្លូតហើយការនិយាយរបស់គាត់គឺគាត់ចេះចិត្តឲ្យប្រើពាក្យអប្សរោះពាក្យអខុសអីទេបងនិយាយទៅគឺគាត់ចេះចិត្តឲ្យយើងនិយាយហៅកូនផ្អែមហើយបើហៅប្តីបងឬក៏ប្តីអញ្ចឹងណាបងចាហើយដល់ពេលនៅឃើញដល់រឿងកូនគឺអាណិតគាត់បងកូនទី1ពេលហ្នឹងនៅបន្ទប់ជួលជិះម៉ូតូហ្នឹងបងតែបើជាកណ្ដាលកូនទី1នេះរៀងឃ្លានរបស់ថ្លៃឃ្លានអីគេវិញបងហើយនៅពេលហ្នឹងដូចជាខ្ញុំចង់ញ៉ាំទឹកត្រចៀកកម្មហើយមកអីដឹងអីទឹកត្រចៀកកម្មថ្លៃបងពេលហ្នឹងបើយើងទិញម្ដងអីក៏ទៅ5រៀលឬក៏6អីចឹងទៅហើយចាដល់ពេលគាត់សុខចិត្តរីខាំអត់ញ៉ាំអីចឹងណាវងញ៉ាំបាយផ្ទះហើយទៅធ្វើការចឹងគាត់ទិញឲ្យខ្ញុំមួយយូរចឹងណាខ្លាចចង់ឲ្យប្រពន្ធញ៉ាំរបស់ខ្លួនឯងចង់ញ៉ាំចឹងណាហ្នឹងហើយខ្លាចខ្ញុំទាស់បងហើយខ្ញុំមួយទៀតខ្ញុំខឹងច្រើនហ្នឹងគាត់អត់ទេគាត់អត់ទោះចិត្តខ្ញុំខឹងគាត់ខ្លាចប្រពន្ធឈឺអីចឹងតែព្រោះខ្ញុំពេលទាំងអូនហត់តកាចេះកាចខ្ញុំសុខភាពស្ល្អតែបានប្តីមើលថែល្អទៅសុខភាពល្អវិញប្រហើយមានអីចង់និយាយទៅប្តីអីតិចអត់ចង់អរគុណអៀណាមកនិយាយទៅមានណាឃើញមុខផងចង់អរគុណប្តីដែលគាត់ស្រឡាញ់មើលថែហើយគាត់ផ្ដល់កម្លាំងចិត្តគ្រប់អីចឹងណាបងហើយគាត់តែងតែលើកលែងឲ្យយើងហើយគាត់អត់អាចយកទោសពៃឲ្យយើងទេបងចាគឺគាត់ផ្ដល់តម្លៃឲ្យយើងហើយគាត់លះបង់គ្រប់យ៉ាងឲ្យយើងមើលឃើញមកថាគាត់ស្រឡាញ់យើងចឹងណាចាហើយគាត់មិនត្រឹមតែស្រឡាញ់យើងតែខ្ញុំប្រាប់បងចឹងគឺគាត់ស្រឡាញ់ទាំងអ្នកទេទាំងម៉ាក់ប៉ារបស់យើងបងប្អូនយើងទាំងអស់អញ្ចឹងបងគាត់ផ្ដល់តម្លៃឲ្យស្មើគ្នាហើយក៏ចង់ប្រាប់គាត់ថាមិនប្រពន្ធអត់ស្រឡាញ់ទេគាត់អត់ចេះនិយាយប្រាប់គាត់ទេអត់ចេះអត់អៀនក្នុងការបង្ហាញគាត់ទេចាអូខេ